រំជួយដីជំរឿរយៈវាយប្រហារខេត្តឡាំប៉ាងប្រទេសថៃជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីខ្ញុំបាទនឹងជម្រាបជូនព័ត៌មានមួយទាក់ទងទៅនឹងការរំជួយដីនៅក្នុងប្រទេសថៃដែលបានវាយប្រហារនៅខេត្តឡាំប៉ាងហើយយើងឃើញថាប្រទេសថៃបន្ទាប់ពីបាទមានគ្រោះទឹកជំនន់ហើយប្រជាពលរដ្ឋបាទរស់នៅយ៉ាងវេទនាបាទមិនទាន់បានស្រាកស្រាននៅឡើយទេទាក់ទងនឹងការរំជួយដីនេះយើងឃើញថាមានកម្រិតស្រាលទេបាទត្រឹមតែ 2.2 Richter ទេហើយវាមានជម្រៅរយៈត្រឹមតែ 1 គីឡូម៉ែត្រដែលបានកើតឡើងនៅខេត្តឡាំប៉ាងភាគខាងជើងនៃប្រទេសថៃអញ្ចឹងខ្ញុំបាទនឹងជម្រាបជូនព័ត៌មាននេះតែម្ដងបើតាមសេចក្តីរាយការណ៍របស់ Thai Inquirer រំជួយដីនេះបានវាយប្រហារនៅម៉ោង 5:19 នាទីព្រឹកព្រលឹមថ្ងៃអង្គារទី 18 ខែវិច្ឆិកាឆ្នាំ 2025ក្នុងតំបន់ថងខ្វាវនៃស្រុកផានទោះបីជាយ៉ាងណាក៏ដោយមិនមានសេចក្តីរាយការណ៍អំពីជនរងគ្រោះឬការខូចខាតអ្វីនោះទេរំជួយដីនេះកើតឡើងមិនដល់មួយសប្តាហ៍ផងបន្ទាប់ពីរំជួយដីមានកម្រិត 2.4 Richter បានវាយប្រហារនៅកោះសាមុយនៅក្នុងខេត្តសូរ៉ាត់ធានីដែលបណ្ដាលឲ្យមានការរង្គើតិចតួចនិងសូរសំឡេងខ្លាំងធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលប៉ុន្តែមិនមានរបាយការណ៍អំពីខូចខាតឬរបួសណាមួយឡើយយោងតាមនាយកដ្ឋានតាមដានរំជួយដីនៃក្រសួងអូតូនិយមបាននិយាយថាការរំជួយដីនេះបានកើតឡើងនៅវេលាម៉ោង 12:47 នាទីរំលងអធ្រាត្រដោយមានជម្រៅ 4 គីឡូម៉ែត្រចំណុចកណ្ដាលនៃរំជួយដីស្ថិតនៅក្បែរឃុំបូផុតដែលប្រជាជនបានរាយការណ៍ថាមានរំញ័រខ្លាំងបំផុតចឹងយើងឃើញថាតេតងនឹងការរំជួយដីនេះដែរប្រទេសថៃមិនមែនជួបតែបាទក្នុងខេត្តបាទឡាំប៉ាងទេគឺមានបាទបូពុតមួយទៀតដែលកើតឡើងហើយប្រជាពលរដ្ឋបានរាយការណ៍ថាគាត់រំញ័រខ្លាំងប៉ុន្តែមិនមានបាទផលប៉ះពាល់ឬខូចខាតអ្វីឡើយចឹងយើងឃើញថាប្រជាជននៅទូទាំងតំបន់ជាច្រើនបានពិពណ៌នាអំពីការរំជួយដីនេះបាទថាមានរយៈពេលខ្លីប៉ុន្តែគួរឲ្យកត់សម្គាល់នោះនៅភូមិមុនគង់អ្នកស្នាក់នៅក្នុងអគារផ្ទះល្វែង2ជាន់បាននិយាយថាពួកគេបានឮសំឡេងផ្ទុះខ្លាំងអមដោយការរំជួយដីព្រមទាំងសំឡេងខ្លាំងបន្ថែមពីលើទៀតផងបានកើតឡើងប្រហែលម៉ោង 12:55 នាទីចំណែកនៅក្នុងតំបន់ឆាវែងនិងសាលាពហុជំនាញកោះសាមុយប្រជាជនបានរាយការណ៍ថាមានសំឡេងខ្លាំងស្រដៀងគ្នាអមដោយរំញ័រមានរយៈពេលច្រើននាទីជាមួយនឹងរំញ័រតូចរៀងរាល់ 4 ទៅ 5 នាទីម្ដងចឹងយើងឃើញថាតកតងទៅនឹងប្រទេសថៃគឺមានការរំញ័របាទរំជួយដីអញ្ចឹងយើងឃើញថានៅថ្ងៃនេះសារព័ត៌មានបានចេញផ្សាយអញ្ចឹងតកតងនឹងប្រទេសថៃមិនជួបតែគ្រោះទឹកជំនន់ទេឥឡូវនេះជួបទាំងបាទរំជួយដីទៀតប៉ុន្តែការរំជួយដីនេះគឺមិនធ្វើឲ្យប្រជាពលរដ្ឋមានការខូចខាតនៅទ្រព្យសម្បត្តិឬប៉ះពាល់ដល់អាយុជីវិតទេព្រោះតែកម្រិតនៃការរំជួយដីនេះគឺមានកម្រិតស្រាលបំផុតគឺ 2.2 Richter ហើយជម្រៅវានោះគឺរាក់ទេបងប្អូនត្រឹមតែ 1 គីឡូម៉ែត្រដែលវាបានកើតឡើងនៅខេត្តបាទឡាំប៉ាងនៅភាគខាងជើងនៃប្រទេសថៃពេលវេលានៃការកើតឡើងនោះយើងឃើញថានៅម៉ោង 5:19 នាទីព្រឹកព្រលឹមនេះឯងបាទនៅថ្ងៃអង្គារទី 18 ខែវិច្ឆិកាឆ្នាំ 2025វាស្ថិតនៅក្នុងតំបន់បាទនៅក្នុងតំបន់ថងខ្វាវហើយទោះបីយ៉ាងណាក៏ដោយយើងឃើញថាសេចក្តីរាយការណ៍គឺគ្មានជនរងគ្រោះបាទដោយសារតែគ្រោះរំជួយដីនេះទេហើយក៏យើងឃើញថាតកតងនឹងគ្រោះរំជួយដីនេះគឺមិនមែនកើតតែក្នុងមួយខេត្តដែរគឺមាននៅខេត្តផ្សេងទៀតដែលកម្រិតនៃការកើតឡើងនោះគឺ 2.4 Richter បាទហើយមួយទៀតនោះគឺមានកើតឡើងបាទផ្សេងគ្នាហើយនៅឃុំផ្សេងបាទបូពុតដែលបានកើតឡើងនៅវេលាម៉ោង 12:47 នាទីរំលងអធ្រាត្រដោយមានជម្រៅនោះគឺ 4 គីឡូអញ្ចឹងប្រជាពលរដ្ឋគឺបានរាយការណ៍ទៅអាជ្ញាធរហើយជាពិសេសនៅក្នុងតំបន់បាទឆាវែងនិងក្នុងសាលាបាទពហុជំនាញបាទកោះសាមុយប្រជាពលរដ្ឋគឺបានរាយការណ៍ដូចគ្នាគឺថាមានសំឡេងស្រដៀងគ្នាអមដោយរំញ័រអញ្ចឹងមានរយៈពេលច្រើននាទីចាប់ពី 4 ទៅ 5 នាទីម្ដងអញ្ចឹងទាក់ទងនឹងបញ្ហានេះខ្ញុំបាទសូមបញ្ចប់តែប៉ុណ្ណេះអរគុណអរលោកអ្នកដែលបានតាមដានស្ដាប់ហើយមានអ្វីប្លែកខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនជាបន្តទៀតផងដែរ